ការបង្កើតប្រពៃណី Lady ពីអគ្គិភ័យនៅមណ្ឌលឡៃដល់វត្តក្នុងព្រៃប្រហែល 1883-1887 ចំណុចរបត់មួយក្នុងជីវិតរបស់ព្រះអង្គគឺអគ្គិភ័យដ៏ធំនៅក្នុងមណ្ឌលឡៃក្នុងឆ្នាំ 1883 ដែលបានបំផ្លាញកុដិនិងសំណេររបស់ព្រះអង្គដែលជាហេតុជំរុញឲ្យព្រះអង្គចាកចេញពីរាជធានីព្រះអង្គបានត្រឡប់ទៅតំបន់មាន់ជ្វាវិញក្បែរភូមិកំណើតរបស់ព្រះអង្គហើយបានសម្រេចចិត្តដកព្រះកាយទៅគង់ក្នុងព្រៃក្បែរនោះនៅពេលដែលសិស្សជាច្រើនបានមកជួបជុំគ្នាក្នុងវត្តមួយត្រូវបានបង្កើតឡើងនៅក្នុងព្រៃភាគខាងជើងនៃក្រុងមាន់ជ្វាឆ្នាំ 1886 ឬ 1887 ឈ្មោះ Lady មានប្រភពពីពាក្យ Letit ដែលមានន័យថាព្រៃបង្កើតស្រែចាប់តាំងពីពេលនោះមកព្រះអង្គត្រូវបានគេស្គាល់ថាជា Lady Sayadaw ដែលមានន័យថាព្រះអាចារ្យដ៏គួរគោរពនៃព្រៃ Lady ការផ្លាស់ប្ដូរនេះតំណាងឲ្យការផ្លាស់ពីបរិយាកាសសិក្សានៅមណ្ឌលឡៃទៅកាន់បរិយាកាសក្នុងព្រៃដែលអំណោយផលដល់ការប្រតិបត្តិនិងការបង្រៀនសមាធិយ៉ាងយកចិត្តទុកដាក់ទោះបីជាព្រះអង្គត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញពីមុនក៏ដោយក៏នៅទីនេះដែរព្រះអង្គបានចាប់ផ្ដើមបង្រៀនសមាធិយ៉ាងខ្លាំងក្លាអគ្គិភ័យឆ្នាំ 1883 មិនមែនគ្រាន់តែព្រឹត្តិការណ៍អកុសលប៉ុណ្ណោះទេប៉ុន្តែជាកត្តាជំរុញដ៏សំខាន់ជាការផ្លាស់ប្ដូរព្រះអង្គចេញពីមណ្ឌលឡៃសិក្សាចេញពីមជ្ឈមណ្ឌលសិក្សានិងវត្តអារាមដែលបង្កើតឡើងនៅមណ្ឌលឡៃហើយនាំព្រះអង្គទៅបង្កើតមូលដ្ឋានថ្មីមួយនៅក្នុងព្រៃ Lady ការផ្លាស់ប្ដូរភូមិសាស្ត្រនិងបរិស្ថាននេះបានសម្របសម្រួលដល់ការផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ស្របគ្នាពីការសិក្សាទ្រឹស្ដីបរិยัติទៅជាការរួមបញ្ចូលនិងការបង្រៀនការប្រតិបត្តិបរិยัติដែលនៅទីបំផុតបានកំណត់កេរដំណែលដ៏ពិសេសរបស់ព្រះអង្គថា Lady Sayadaw ឈ្មោះរបស់ព្រះអង្គ Lady Sayadaw គឺបានពីវត្តក្នុងព្រៃនេះដូច្នេះអគ្គិភ័យបានដើរតួនាទីកម្លាំងខាងក្រៅដែលជំរុញព្រះអង្គឆ្ពោះទៅរកបរិស្ថាននិងតួនាទីនិងកំណត់ការរួមចំណែកដ៏សំខាន់បំផុតរបស់ព្រះអង្គការរួមបញ្ចូលការប្រតិបត្តិនិងការផ្សព្វផ្សាយរបស់វាពីមូលដ្ឋានព្រៃ Lady